ថ្លែងនៅក្នុងឱកាសបើកវិញ្ញាសាប្រឡងសម្រាប់ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅសាលាខេត្តកណ្ដាលសម្រាប់ឆ្នាំ2026នាព្រឹកថ្ងៃទី25ខែមករាឆ្នាំ2026នៅវិទ្យាល័យហ៊ុនសែនតាខ្មៅឯកឧត្តមនុតពុទ្ធតារាអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់និងបង្ហាញវិញ្ញាសាដល់បេក្ខជនចូលរួមប្រឡងទាំងអស់ថាវិញ្ញាសាស្ថិតនៅក្នុងស្រោមបិទជិតគ្មានរហែកគ្មានស្លាកស្នាមព្រមទាំងមានចុះហត្ថលេខារបស់បេក្ខជននិងគណៈកម្មការរៀបចំការប្រឡងហើយការបើកកញ្ចប់វិញ្ញាសាគឺនៅចំពោះមុខបេក្ខជននិងអនុរិយទៅតាមពេលវេលានិងតាមបន្ទប់ដែលបានកំណត់ប្រកបដោយភាពត្រឹមត្រូវឯកឧត្តមនុតពុទ្ធតារាអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថាការប្រឡងនាពេលនេះប្រកបដោយភាពសុក្រិតនិងមានតម្លាភាពដូច្នេះសូមបេក្ខជនទាំងអស់ត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាពរៀងៗខ្លួននិងត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណៈកម្មការប្រឡងឲ្យបានល្អប្រសើរព្រោះបើយើងមានសមត្ថភាពនឹងប្រឡងជាប់ជាក់ជាមិនខានពោលគឺចេះជាប់ហើយអ្នកដែលបានប្រឡងជាប់សុទ្ធសឹងជាអ្នកមានសមត្ថភាពដែលអាចចូលបម្រើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់នេះឱកាសនោះដែរឯកឧត្តមបានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តប្រើប្រាស់នៅបញ្ញាញាណចំណេះដឹងរបស់ខ្លួនដើម្បីប្រឡងឲ្យបានទទួលនៅជោគជ័យពីព្រោះថាការខិតខំប្រឹងប្រែងរបស់បងប្អូននាពេលនេះគឺដើម្បីអនាគតនិងកិត្តិយសសម្រាប់ខ្លួនឯងផងសម្រាប់គ្រួសារផងនិងសម្រាប់សង្គមជាតិផងដូចនេះត្រូវខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីដើម្បីឲ្យការប្រឡងទទួលបានលទ្ធផលល្អប្រសើរសូមបញ្ជាក់ផងដែរថាការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅសាលាខេត្តកណ្ដាលសម្រាប់ឆ្នាំ2026មានបេក្ខជនបេក្ខនារីដាក់ពាក្យប្រឡងចំនួន377នាក់ស្រី186នាក់ការប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុនសែនតាខ្មៅដោយការប្រឡងមានដូចជាកមុខតំណែងជាជំនួយការរដ្ឋបាលនិងជំនួយការថ្នាក់ដឹកនាំចាប់ដំណើរការប្រឡងពេលព្រឹកពីម៉ោង 8:00 នាទីដល់ម៉ោង 9:00 នាទីវិញ្ញាសាប្រឡងសំណួរពហុជ្រើសរើសគុយ CM ចំណេះដឹងទូទៅការតាក់តែងលិខិតរដ្ឋបាលចំណេះដឹងកិច្ចការរដ្ឋបាលនិងវិស័យមុខងារសាធារណៈនិងជំនាញបច្ចេកទេសតាមមុខតំណែងជ្រើសរើសខមុខតំណែងជាអ្នកបើកបររថយន្តអ្នកអនាម័យកម្មករជំនួយការផ្នែកប្រព័ន្ធសំឡេងជាអគ្គិសនីពិធីការអ្នករត់សម្បត្តិនិងអ្នកមើលថែទាំកុមារចាប់ដំណើរការសម្ភាសពេលព្រឹកពីម៉ោង 8:00 នាទីតទៅវិញ្ញាសាប្រឡងសម្ភាសផ្ទាល់មាត់